អូនេះណានៅក្នុង Facebook គឺថ្ងៃនេះគឺក្នុងនៅប្រទេសអាមេរិកហើយអានេះគឺបង្ហាញច្បាស់ណាថាសំរងស៊ីគឺក្បត់ជាតិគឺគ្រោងការរបស់គាត់គឺពិតជារៀបផែនការជាមួយថៃមែនអញ្ចឹងបានជាគាត់មិនហ៊ានក្អកដាក់ថៃទេអត់ដែលគេធ្វើទុកបុកម្នេញមកលើប្រជាជនខ្លួនឯងសុខចិត្តសង្ងំស្ងៀមហើយវាយប្រហាររដ្ឋាភិបាលនៅពេលដែលរដ្ឋាភិបាលយកទ្រូងទៅពាំងដើម្បីការពារជីវិតប្រជាជនមនុស្សក្បត់ជាតិនៅចំពោះមុខហើយនាំគ្នាទៅគ្រប់គ្រងបង្កចលាចលទៅឥឡូវពេលដែលថៃវាវាយបានសួរថាវាយកក្បាលសំរងស៊ីនឹងមកប្រើវាមិនយកទេវាច្បាស់ជាយកមនុស្សផ្សេងទៀតយកមកប្រើហើយអញ្ចឹងកុំភ្លើខ្ញុំខឹងណាស់នៅពេលដែលខ្ញុំឃើញឃ្លីបហ្នឹងណាខ្ញុំខឹងខ្លាំងមែនទែនហើយឥឡូវស្ដាប់គាត់និយាយដល់ខ្លួនឯងមិនទាន់មានប្រជាជនជឿមកលើយើងទាំងស្រុងនោះទេថៃគេចាំតែជួយយើងឲ្យយើងបានចូលស្រុកទេតែសំខាន់គឺយើងទិញទឹកចិត្តប្រជាជនឲ្យបានសិនសំអាងឯងព្យាយាមធ្វើម៉េចនិយាយតាមគោលដៅថៃគេណែនាំធ្វើម៉េចឲ្យប្រជាជនឈប់ជឿលើអ្នកអាណាក្នុងស្រុកព្យាយាមនឹងនិយាយរឿងព្រំដែននឹងឲ្យបានច្រើនគូផលបញ្ចេញបញ្ចូលធ្វើម៉េចឲ្យប្រជាជនជឿយើងកុំតែខ្វល់ថាខុសឬត្រូវគ្រប់គ្នាសិតតែបានទទួលបញ្ចប់រួចហើយសម្រាប់ខែនេះតែជាលទ្ធផលយើងធ្វើមិនបានឲ្យគេទេនៅមិនទាន់មានប្រជាជនជឿមកលើយើងទាំងស្រុងនោះទេថៃគេចាំតែជួយយើងឲ្យយើងបានចូលស្រុកទេតែសំខាន់គឺយើងទិញទឹកចិត្តប្រជាជនឲ្យបានសិនសំអាងឯងចាលឺគាត់និយាយណាគាត់ថាថៃគេចាំតែជួយយើងទេប៉ុន្តែយើងត្រូវធ្វើម៉េចទិញទឹកចិត្តប្រជាជនខ្មែរឲ្យបានសិនពីព្រោះប្រជាជនខ្មែរទាំងអស់មិនសុទ្ធតែជឿយើងពូហើយមិនមែនបាច់ទាំងអស់ទេពូសួរមើលតើប្រជាជនខ្មែរនៅស្រុកខ្មែរអ្នកណាគេជឿពូណាខ្ញុំនៅហៅពូគឺខ្ញុំនៅគ្រប់ទេប៉ុន្តែខ្ញុំមើលคลิปនេះមួយនេះហើយពូរស់នៅក្នុងធ្ងន់ផែនដីមែនខ្ញុំមិនប្រមាថជីវិតពូទេក៏ប៉ុន្តែមនុស្សអីដែលមើលឃើញអំណាចខ្លួនឯងធំជាងប្រជាជនណាពូទៅកាន់ជើងពូទៅសុំកលុំជាមួយនឹងសត្រូវរបស់ប្រជាជនឯងពូគិតមើលខ្លួនឯងទៅគេហៅក្បត់ជាតិគឺអត់ខុសទេ